vàបន្តទៀតគឺយើងដល់ចូលនឹង impact bowl បាទ impact bowl បាទយើងសិក្សានៅក្នុងប្លង់តើ impact bowl ជាសំណុំចំណុចនៅក្នុងប្លង់ដែលមានចម្ងាយពីចំណុចនឹង2កំណុំនៅក្នុងប្លង់ដែលមានផលសងថេណាដែលមានផលសងថេបាទឥឡូវយើងមើលយើងមានចំណុចនឹង2នេះបាទនឹង2 F1 F2 យើងហៅថាកំណុំអានេះបាទចិត្តរបស់វាផលសងរវាងចម្ងាយទាំងពីរនេះមានក្នុងប្លង់ហ្នឹងគឺមានតម្លៃថេអញ្ចឹងបានន័យថា F1P ដក F2P គឺស្មើនឹងថេបាទស្មើនឹងថេបាទនេះគឺជាកោណរបស់យើងបាទអញ្ចឹងអានេះនៅកន្លែងនេះគឺកំណុំទី1របស់យើងគឺវាដក C0 ហើយនឹង C0 បាទ C គឺចម្ងាយយើងគិតពីគល់តម្រុយទៅកំណុំគល់តម្រុយទៅកំណុំនៃកោណឥឡូវយើងមើលផលធៀបរបស់យើងនេះបាទវាធំជាង1អញ្ចឹងកាលណាយើងនៅក្នុងសម័យកាលកោណរបស់យើងនេះគឺ x សង់3 state របស់វាធំជាងបាទធំជាង1បាទមក c លើ a ដូច ellipse ដែរបាទធំជាង1 c យើងធំជាង a ឥឡូវយើងបកស្រាយថាហេតុអ្វីបានជាផលដកនេះស្មើថេឥឡូវយើងមើល f1p ដក f2p ស្មើនឹង f1a បាទនេះយើងយករូបមកខាងក្រោមនេះបាទរូបខាងក្រោមនេះយើងមើលអានេះបាទទិសរបស់វាប៉ះទៅនឹងកំពូលនៃ impact bowl របស់យើងនេះទិសរបស់វាប៉ះកំពូល impact bowl អញ្ចឹងចម្ងាយពីផ្ចិតទៅកំពូលអានឹងយើងតាមដោយ a បាទ a ពីផ្ចិតមកកំណុំអានឹងគឺ c អញ្ចឹងបានន័យថា c វាជាង a របស់យើងអញ្ចឹងផលដករបស់វាបើសិនឥឡូវចំណុច P នេះមកត្រួតនៅលើ a ចំណុច P ត្រួតលើ a អញ្ចឹងយើងបាន f1a ដកថា a f2 ដក a f2 ឬ f2a បាទឥឡូវយើងមើល f1a ពីនេះមកដល់នេះគឺស្មើនឹងបាទប្រវែងនេះគឺ a ប្រវែងនេះគឺ c អញ្ចឹងមក c បូក a ហើយដល់ពី a មក f2 គឺស្មើនឹង c ដកឲ្យ a វិញបាទនេះគឺ a ហើយនេះគឺ c ដកមកគឺបានវិញអញ្ចឹងយើងយកពីនឹងមកដកគ្នាទៅគឺស្មើនឹង 2a បាទអញ្ចឹងយើងបានដក 2a f1p ដក f2p ស្មើឥឡូវយើងមើលប្រវែង f1p បានន័យថាបាទប្រវែងរបស់វាយើងយកអាប់ស៊ីសចុងដកគល់អនៃចុងដកគល់របស់យើងអញ្ចឹងបានន័យថា xc ដក c នេះវាដកវាទៅជាបូកបាទលើកជាការ៉េ y របស់យើងហើយ c របស់កន្លែង f1 គឺស្មើនឹង0បាទគាត់នៃរបស់វា0ដកឲ្យឬ x1 ដក c លើកជាការ៉េ y បាទដល់នេះក៏បាទ y របស់វាស្មើនឹង0ដែរបាទអញ្ចឹងស្មើនឹង 2a អញ្ចឹងយើងបានសមីការយើងប៉ុណ្ណេះរួចហើយយើងលើកបាទសមីការទៅអង្គបាទមួយខាងវិញយើងលើកទៅអង្គមួយខាងរួចហើយលើកវាជាការ៉េបាទយើងលើកវាជាការ៉េពន្លាតមកយើងបានកន្លែង x ការ៉េនេះ0បាទអានេះ a ដក a បូក b លើកជាការ៉េនេះ0បាទ y ការ៉េក៏សម្រួលបាត់ដែរអញ្ចឹងដល់សល់អានេះបាទយើងអានេះវាឡើង4ដងបាទ4ចានេះមានលេខ4លេខ4យើងអាចសម្រួលបានអញ្ចឹង xc ដក a ការ៉េស្មើនឹង a ឬ xc x ដក c លើកជាការ៉េបូក y ការ៉េលើកអង្គទាំងពីរនេះជាការ៉េម្ដងទៀតបាទលើកការ៉េម្ដងទៀតមកជើងនឹងរួចហើយយើងផ្ដុំ x ការ៉េម្ដុំ y ការ៉េម្ដុំមកអញ្ចឹង c ការ៉េដក a ការ៉េគុណនឹង x ការ៉េបាទដកឲ្យ b ការ៉េy ការ៉េស្មើនឹង a ការ៉េដក c ការ៉េក៏ប៉ុន្តែបាទ c ការ៉េបាទ c ការ៉េរបស់យើងនេះ c បាទ c ការ៉េដក a ការ៉េនេះស្មើនឹង b ការ៉េនេះ b របស់យើងបែរនេះ b យើងតាំង b របស់យើងបាទ a ការ៉េដក b ការ៉េរបស់យើងបាទអញ្ចឹងស្មើនឹង b ការ៉េអញ្ចឹងយើងបាន b ការ៉េ
x ការ៉េដក a ការ៉េ b ការ៉េស្មើនឹង a b ការ៉េយើងចែកអង្គទាំងពីរនឹង a ការ៉េ b ការ៉េចឹងយើងបាន x ការ៉េលើ a ការ៉េដក1លើ b ការ៉េស្មើនឹង1នេះគឺជាសមីការ e ពាក់បូល e ពាក់បូលដែលមានកំណុំនិងកំពូលស្ថិតនៅលើ ax មានកំណុំនិងកំពូលស្ថិតលើ ax បើសិនជាយើងនៅក្នុងនេះបើសិនជាយើងគូសជារង្វង់បាទរង្វង់របស់យើងដែលមានកម្មសេនេះកម្មសេណារង្វង់ដែលមានកម្មសេនេះយើងគូសមកបាទរង្វង់ដែលមានកម្មសេរបស់យើងបាទអញ្ចឹងមានកម្មសេរបស់យើងអញ្ចឹងអានេះគឺប្រវែងមី a ណា a អញ្ចឹង a បូក b a ការ៉េបូក b ការ៉េគឺស្មើនឹង c ការ៉េបាទ a យើងគឺទិសទៅដល់កំពូលបាទចឹងអានេះគឺជាអាស៊ីមតូតបាទនេះគឺជាអាស៊ីមតូតរបស់ខ្សែកោងរបស់យើងអាស៊ីមតូតបាទនេះត្រេតទៅនេះអានេះត្រេតម្នេះបាទនេះស៊ីតូតឈរនេះបាទអាស៊ីមតូតឈរបាទចឹងយើងបាននៅក្នុងនេះយើងអាចគណនារបស់វាបាទអាស៊ីមតូតរបស់វាគេថាគណនាអាស៊ីមតូតរហ័សបាទយើងរកអាស៊ីមតូតដោយរហ័សបាទក្នុងការល្បិចដែលអាចត្រូវប្រើប្រាស់ដើម្បីជៀសវាងការចាំសមីការនៃអាស៊ីមតូតនៃអ៊ីពាក់បូលពួកគេត្រូវទទួលបានបាទនៅពេលត្រូវការបាទដោយចំនួន0ចំពោះសមីការ1លើអង្គខាងស្ដាំបាទអញ្ចឹងយើងឲ្យកន្លែងនេះស្មើនឹង0មកយើងទាញរកបាទសមីការអ៊ីពាក់បូលយើងបានអញ្ចឹងសមីការអ៊ីពាក់បូលរបស់យើងអត់សមីការអាស៊ីមតូតរបស់យើងបាទសមីការអាស៊ីមតូតគ្រាន់តែយើងឲ្យអង្គទី2មកនឹង0បាទអញ្ចឹងយើងបានអាស៊ីមតូតយើងបូកដក x b លើបាទបូកដក b លើ a គុណ x លើ a គុណ x ចឹងអាស៊ីមតូតរបស់យើងអាចបើសិនអានេះមេគុណប្រាប់ទិសវាអវិជ្ជមានបាទអានេះមេគុណប្រាប់ទិសវាវិជ្ជមានបាទអញ្ចឹងនេះវាស្មើនឹងបើសិនជាយើងនេះវិញវាស្មើនឹងអានេះគឺ e ការ៉េស្មើនឹង b លើ a វិញគុណ x ដល់កន្លែងនេះគឺ e ការ៉េស្មើនឹងដក b លើ a គុណ x បាទអញ្ចឹងយើងបានអាស៊ីមតូតរបស់យើងណាយើងរកអាស៊ីមតូតបាទអញ្ចឹងយើងបានសមីការរបស់យើងសម្គាល់សមីការអ៊ីពាក់បូលរបស់យើងដែលមានផ្ចិតស្ថិតនៅលើដែលមានកំពូលនិងកំណុំស្ថិតនៅលើ ax របស់យើងអញ្ចឹងកំណុំរបស់យើងមានបូកដក c ហើយនឹង0បាទ c យើងមកនឹង a ការ៉េបូក b ការ៉េកំពូលរបស់វានេះកំពូលរបស់វាគឺស្មើនឹង a ហើយនឹងដក a អញ្ចឹងដកបូក a ហើយ0អាស៊ីមតូតរបស់វាគឺស្មើនឹងបូកដក b លើ a អញ្ចឹងអាស៊ីមតូតវាបាទមានអាស៊ីមតូតត្រេតទៅនេះត្រេតម្នេះនេះមានគុណប្រាប់ទិសវិជ្ជមាននេះមានគុណប្រាប់ទិសអវិជ្ជមានបាទអញ្ចឹងយើងបានសមីការនេះរបស់យើងបាទឥឡូវយើងមើលបាទ e ពាក់បូលដែលមានបាទកំណុំ0បូកដក c នេះនៅលើ e ការ៉េម្ដងបាទលើ e ការ៉េបាទអញ្ចឹងយើងដូរបាទហើយ c យើងក៏នៅតែ a ការ៉េបូក b ការ៉េកំពូលវាបូកដក a អញ្ចឹងអាស៊ីមតូតវាបាទដូរ b លើ a វិញ b លើ a បាទអញ្ចឹងអាស៊ីមតូតរបស់វាបាទអញ្ចឹង e ពាក់បូលរបស់យើងបាទតែមានកំពូលស្ថិតនៅលើ e ការ៉េហើយមានកំណុំក៏ស្ថិតនៅលើ e ការ៉េបាទអញ្ចឹងយើងបានរបស់យើងនេះបាទនេះគឺជាបាទ c របស់យើងបាទប្រវែងនេះគឺ b បាទវាយនេះគឺ a វាយនេះគឺ a បាទ a b បាទហើយទាំង c បាទអញ្ចឹងយើងបាននេះអាស៊ីមតូតរបស់វាបាទអាស៊ីមតូតនេះបាទអាស៊ីមតូតត្រេតមេគុណប្រាប់ទិសគឺ b លើ a នេះយើងបានសមីការរបស់យើងតែជា e ការ៉េលើ a x 3អញ្ចឹងអានេះយើងឲ្យអាស៊ីមតូតវាឲ្យលេខ1ស្មើ0មកយើងទាញរក e ការ៉េមកបាទអញ្ចឹងយើងបានបាទសំណងអាស៊ីមតូតសំណងនៃ e ពាក់បូលរបស់យើងនេះបើសិនជា e ពាក់បូលរបស់យើងដែលមានផ្ចិតមិនស្ថិតនៅលើបាទដែលមានគល់តម្រុយរបស់វាមិននៅ
តែដែលមានផ្ចិតវាមិននៅលើគល់តម្រុយទេអាផ្ចិតរបស់ e ពាក្យបូលយើងនៅត្រង់ទីតាំងមួយដែលមានអាប់ស៊ីហាបាទអនេកាអញ្ចឹងយើងយកសម័យកាលរបស់យើង x ដកហាទៅ a ការ៉េដកបាទ y ដកការលើ b ការ៉េស្មើ1បាទចានេះគឺអាស៊ីមតូតរបស់យើងគឺសម័យកាល e ពាក្យបូលរបស់យើងមិនផ្ចិតរបស់វាមិនស្ថិតនៅលើកំពូលមិនស្ថិតនៅលើគល់តម្រុយដល់អាស៊ីមតូតរបស់យើងគឺយើងយកចឹងដែរគឺ y ដកកាបូកដក b លើ a x ដកហាx ដកហាហើយចំពោះ e ពាក្យបូលរបស់យើងអានេះចំពោះ e ពាក្យបូលរបស់យើងដែលមានបាទអនៃកំណុំនិងកម្ពូលស្របនឹង ax អានេះស្រប ax អានេះស្របនឹង y បាទដល់ស្របនឹង y នេះវិញបាទស្របនឹង y បាទនេះគឺស្របនឹង y ហ្នឹងបាទដែលមាននេះស្រប y ចឹងយើងបាន y ដកកាលើ a ការ៉េដកឲ្យ x ដក a ហើយដកហាស់លើ b ការ៉េស្មើនឹង1បាទស៊ីមតូតរបស់វាក៏ y ដកកាបូកដក a លើ b x ដកហាស់បាទនេះគឺអកាត់តាមកំណុំទាំងពីរហ្នឹងគឺស្រប y អានេះនៃកំណុំទាំងពីរនេះគឺស្របនឹង x បាទដេកស្របនឹង x អានេះដេកស្រប y ដែលមានពូលវាបាទស្ថិតនៅលើ ដែលស្របនឹង y បាទឥឡូវយើងមើលឧទាហរណ៍របស់យើងឧទាហរណ៍ទី3ចូលកំណត់អាស៊ីមតូតនៃសម័យកាល 9x ការ៉េដក 16 ការ៉េបូកបាទ144ស្មើនឹង144អញ្ចឹងយើងចែកអង្គទាំងពីរនឹង144មកយើងបាន x ការ៉េលើ16 y ការ៉េមកនេះអញ្ចឹងយើងបាន a យើងមក4អានេះស្មើនឹង3អញ្ចឹងកម្ពូលរបស់វាបាទកម្ពូលរបស់វានៅលើ ax បាទកំណុំវាក៏នៅលើ ax ដែរបាទអញ្ចឹងយើងបាន c របស់យើងគឺស្មើ25អញ្ចឹងកំណុំរបស់វាបូកដក25ហើយកម្ពូលវាបូកដក4អញ្ចឹងយើងសង់បាទហើយនឹងអាស៊ីមតូតរបស់យើងស្គាល់ b បាទយើងស្គាល់ a ហើយអញ្ចឹងអាស៊ីមតូតត្រេតទៅខាងនេះគឺ3លើ 4x អាស៊ីមតូតត្រេតមកនេះហើយអញ្ចឹងយើងសង់របស់យើងមកយើងសង់របស់យើងទី1យើងបាទយើងគូសកម្ពូលរបស់វាដក4ហើយនឹង4បន្ទាប់មកកំណុំនេះកំណុំរបស់យើងបាទកំណុំរបស់យើងគឺដក5ហើយនឹង5នេះបន្ទាប់មកយើងសង់បាទសង់អាស៊ីមតូតបាទសង់ស៊ីមតូតអញ្ចឹងខ្សែកោងយើងមិនអាចកាត់អាស៊ីមតូតទេអញ្ចឹងយើងគូសរបស់យើងបាទន័យថាវាទៅអាចជួបគ្នាណនអញ្ចឹងខ្សែកោងយើងបញ្ឆិតអញ្ចឹងមកនេះពូលរបស់វាហើយទៅនេះបាទនេះក៏ចឹងដែរមេឃខាងនេះយើងមានមេឃវា2ចឹងលំហាត់មួយទៀតគេថាចូលរកកំណុំនឹងសម័យកាល e ពាក្យបូលដែលគេប្រាប់កំពូល0ហើយនឹងបូកដក1និងអាស៊ីមតូតស្មើ 2x អញ្ចឹងមានន័យថានៅក្នុងនេះគេប្រាប់ a កំពូលរបស់វា a អញ្ចឹង a ស្មើនឹង1បាទ a ស្មើនឹង1ហើយមេគុណប្រាប់ទិសនៃបន្ទាត់របស់យើងនេះមេគុណប្រាប់ទិសនៃបន្ទាត់បាទចំពោះនេះបានន័យថាវាស្ថិតនៅលើ y ស្ថិតនៅលើ y មេគុណប្រាប់ទិសនៃបន្ទាត់គឺ b បាទ a លើ b វិញ a លើ b អញ្ចឹង a លើ b ស្មើនឹង2 a លើ b ស្មើនឹង2បាទ a លើ b ស្មើនឹង2អញ្ចឹងនៅក្នុងរបស់យើងនេះកំពូលផ្ចិតរបស់វាស្ថិតនៅគល់តម្រុយជាងមើលតានេះឃើញបាទផ្ចិតរបស់វានៅលើគល់តម្រុយអញ្ចឹងយើងបាន b បាទស្គាល់ a ហើយអញ្ចឹង b យើងមកកន្លះយើងអាចរក c វាស្មើនឹង a c ការ៉េមក a ការ៉េបូក b ការ៉េអញ្ចឹងមក5លើ4អញ្ចឹងយើងឃើញកំណុំវាបូកដកឬ5លើ2បូកដកឬ5លើ2អញ្ចឹងសម័យកាល e ពាក្យបូលរបស់យើងបាទសម័យកាល e ពាក្យបូលយើងអាចសរសេរបាទនេះគឺ y ការ៉េលើ a ការ៉េ a យើងមកនឹង1បាទនេះដក y ការ៉េលើ b ការ៉េអញ្ចឹង b យើងមក4ហើយមក1អញ្ចឹងយើងស្គាល់ហើយយើងអាច plot នៅក្នុងGeoGebra បាទ
algebra ជា algebra របស់យើងក៏បានយើងគូសដៃក៏បានដែរបាទអញ្ចឹងយើងទី1យើងគូសសមីការបន្ទាត់នេះមកបាទអញ្ចឹងសមីការបន្ទាត់ទៅណាហើយនឹងមេគុណអវិជ្ជមានយើងគូសមកខាងនេះបាទរួចហើយយើងគូសដាក់កំពូលកំណុំរួចហើយយើងគូសខ្សែកោងបាទកុំឲ្យកាត់អាស៊ីមតូតរបស់យើងបាទឥឡូវយើងលំហាត់មួយទៀត65គេថាចូលគូសក្រាបកោណរបស់យើងអញ្ចឹងយើងបាន 9x ការ៉េដក 4y ការ៉េដក 72x បូកនឹង 8y បូក 176 ស្មើនឹង0បាទចូលរកកំណុំរបស់វាបាទចូលរកកំណុំរបស់វាអញ្ចឹងយើងបំលែងរបស់យើងបាទទាញវាជាការ៉េមកផ្ដុំវាចឹង y ការ៉េដក 2 9 y ការ៉េដក 2y អានេះដក 9 x ការ៉េដក 8x មក 176ឥឡូវយើងផ្ដុំអានេះឲ្យទៅលើកជាការ៉េអញ្ចឹងយើងថែមថយបាទយើងថែមថយតួរបស់យើងបើសិនជាយើងចង់ឲ្យបានអានេះបាទ x ការ៉េដក y ការ៉េដក 2y បូក 1 អញ្ចឹងអានេះគុណដល់4អញ្ចឹងយើងដក 4 ចេញអានេះយើង 9 គុណឲ្យប៉ុណ្ណេះយើងបាទដកអានេះគុណដល់144អញ្ចឹងដក144យើងថែម16យើងគុណដល់144អញ្ចឹងថែមនេះ144ដែរបាទអញ្ចឹងយើងបានវិធីមកយើងបាន x មករួចហើយចែកមកយើងបាន y ដក 1 លើ9ការ៉េបាទដកឲ្យ x ដក 4 លើកជាការ៉េលើ4មក1អញ្ចឹងអានេះគឺជា a អានេះគឺជា b អញ្ចឹង a ការ៉េ a យើងមកនឹង 3 b យើងមកនឹង 2ចឹងសេរបស់យើងអាចរកឃើញចឹងយើងឃើញថាអ៊ីប៉ាបូលរបស់យើងនេះឃើញថាកំពូលរបស់វាឬក៏ផ្ចិតបាទផ្ចិតរបស់វាអត់ស្ថិតនៅលើគល់តម្រុយទេនៅត្រង់ទីតាំង x បាទស្មើ4ហើយនឹង x y ស្មើ1ចឹងយើងសង់កន្លែងនេះបាទនេះ x ស្មើ4 y ស្មើ1បន្ទាប់មកយើងគូសបាទយើងរកសេរកំពូលឲ្យឃើញឲ្យហើយនេះរសេនឹងអាស៊ីបតូតបាទអញ្ចឹងយើងគូសបន្ទាត់មួយឲ្យស្របនឹង y បាទគូសឲ្យស្របនឹង y មកគឺគូសស្រប y បាទអញ្ចឹងកន្លែងនេះវាស់ពីនេះទៅគឺ a បាទវាស់ពីនេះទៅ a របស់យើងគឺស្មើនឹង3អញ្ចឹងបាទកន្លែងនេះវា1ហើយអញ្ចឹងទៅលើ4 អញ្ចឹងពីអនេះដល់នេះគឺ4ដោយសារកង្វែងនេះគឺ3ហើយអានេះចុះមកក្រោមគឺ3ដែរអញ្ចឹង3មកដល់ទៅនេះ1ហើយអញ្ចឹងមកដល់ក្រោមគឺដក2បាទអញ្ចឹងកំពូលរបស់វាគឺនៅត្រង់បាននៅត្រង់4ហើយនឹង4ដក2បន្ទាប់ពីយើងឃើញទាំងហើយយើងចាប់ដើមមើលកំណុំរបស់យើងបាទកំណុំរបស់យើងគឺស្មើនឹងសេរបស់យើងវិញគឺស្មើឬ13បាទឬ13អញ្ចឹង4នៅ x 4ដែរប៉ុន្តែទៅលើគឺបូកបាទបូក1បូកឲ្យ13បាទមក1បូកឲ្យឬ13ហេតុតែបាន1បូកឬ13ព្រោះវាទៅនេះបើគិតពីធំនេះមកដល់កន្លែងកំណុំនេះបាទវារឹស13អញ្ចឹងយើងបូកថែមកន្លែងនេះ1ហើយដល់ពេលនេះវាគិតពីនេះមកដល់នេះវា13ដល់ពេលយើងគិតត្រឹមមកចុះមកក្រោមនេះយើងដក1ចេញដក1ចេញបាទដក1ចេញអញ្ចឹងដោយសម្លាយយើងខាងក្រោមអវិជ្ជមានអញ្ចឹងបាន1ដកឬ13បាទដកឬ13ចំណែកអាស៊ីមតូតរបស់យើងគឺយើងបាន y ដក k របស់យើងនេះបូកដកបាទ a លើ b បាន x ដក5បាទ x ដក5បាទអញ្ចឹងអាស៊ីមតូតរបស់យើងសង់វាមកបាទហើយយើងដឹងកំពូលដឹងកំណុំហើយអញ្ចឹងយើងសង់បាទអ៊ីប៉ាបូលរបស់យើងស្របបាទអត់កាត់អត់ប្រប្រាស់ឬក៏តគៀកក្បែរនឹងអាស៊ីមតូតនេះមេឃរបស់វានេះកំពូលវាអត់ស្ថិតនៅលើគល់តម្រុយបាទអញ្ចឹងនៅក្នុងនេះយើងមានឧទាហរណ៍ជាច្រើនទៀតបាទបងប្អូនបាទវឹកហាត់ធ្វើបាទលំហាត់បាទ
bậc hạt phơi lùm hạt đôi luôn ấy và nó sao chả này lục cừu nâng cái và nó không sụp hậu nâng chả này ôn mơ nó không lùm hạt bảo ý bạc bồ và dưỡng và đại miền cộng đồng bảo vệ ở miền chất bảo vệ mình thật nỗ lực của làm rồi và mình thật nỗ lực của làm rồi dẫn dương khơi thà và thật nỗ lực của làm rồi bên đại miền cộng bố nâng cộng đồng bảo dưỡng thật nỗ lực ác srop nâng ác x nâng thật nỗ lực ác srop nâng ác y cái và hãy ní hệ một bậc hạt bật trò tiết và cái prap có pool cái prap sim tốt cái oi rock sớm cá hay là song crab dương chẳng cả là dương rock a rock b rock c khơi và rock sim tốt khơi và dương a từ cả kiện này cả c sớm cá rock bỏ và impact ball và dương bàn này và impact ball và dương bàn hay impact ball đi có miền sạประโยชน์vàอย่างเช่นได้นกน้องกาอนุวัตนกน้องรูปเชียบบ่ยืงvàนกน้องรูปเชียบ่ยืงvà ai lấy dương mê là trong phố impact ball và dương và nกน้องโปเล่mà nào mà nกน้องgọi nàyโปเล่và ai chẳng dương khơi thà và dương về thùng trường mùi và nọc nong gọi này lấy hay mùi đó cái đấy cứ với chấm nó bữa này về thùng trường mùi và mấy cái impact ball và dương cứ và chẳng mấy cái impact ball và dương như do cầm và chật và dương đi và chật và rứa có quần đầm rồi và dương là tròn cầm nòng nó tròn cầm nòng đập bay bầm lại tại chia ball lé là dương giờ và chật bảo vệ nó cầm nòng ba chẳng chật bảo vệ nào cầm nòng mà cầm nòng chẳng như cầm cal chật bảo vệ này ít đỏ xì này mà cal mà nào cái này nè mà phụ thà bồ lé dục quần làm rồi nó tròn chật nó tròn cầm nòng này cao chẳng như bàn ít đỏ xế lấy cái đấy đỏ cái đấy là bé mà mùi mà hay vậy mà xây là mà xây cái đấy mà cái đấy bộ cái đấy về nấu trái niềng đá trắng và vậy ní kia thà trong ngày chết bằng phật anh ấy chết phật bà mà này thà chết coi làm rồi có bù lý chết phật bà hay cái lại ní cứ trong ngày bà cái lại có bù ngày chẳng dân tăng bà e muối nâng e pì chẳng e muối bà chớ anh ấy cứ anh ấy cứ chẳng pì chẳng e muối bồn nâng bà e pì và dưỡng bà kết ở đó này mà e pì chẳng bà này thật e pì đỏ e muối mà pì chẳng bà dưỡng nào không rụp bà dưỡng trong ngày chỉnh phật bà này gặp bú hay trong ngày chẳng ai phật này gặp bú chẳng e muối mà xế đó hay nâng e pí cứ mà nâng bà xế bột bà xế bột bà xế bà chẳng ai vậy đi cứ và vậy ní mà đó lấy cái xế cho xế bột hay đó bê e muối và vậy ní cái xế vậy ní xế vậy ní chẳng vậy ní cứ xế đó bà e muối con nâng e pí bà e muối con e pí cứ mà nâng xế cái đấy đó cái đấy dân do pí nâng con kia mất và con này đó bê là kia cái đấy và chẳng dân bàn e muối con e pí mà nâng xây cái đấy đó cái đấy và xây cái đấy đó cái đấy cái mà nâng bê cái đấy mà nâng bê cái đấy chẳng bê mà rước e muối e pí và đôi nó không elip chẳng đài tí họ đôi chiếc cao mà chuyện này mà phải cả cao mà chuyện cái ở cụ cái đáp s mà nâng pi lơ muối bột ao pí xin data và chẳng khu động lực đâu nó mấy cả con mà dưỡng ấy còn nấu tại dưỡng nấu tại pra và đi nó không đi cạt và dưỡng bên đây nó không và pole và dưỡng mà này thà mà đi cứ ba này cứ thì là này chấm nói giờ pay là muối này này ta chẳng là ta và và dưỡng mà nâng và về đây chứ mà nâng hả và để hả
mà nâng mũi bột ở cột theta và ở cột theta và ở cột theta bà dưỡng cứ bà ở cột theta để ở bà dưỡng ấy thông chiền và thông chiền mũi và ở thông chiền mũi chẳng nó không có làm rồi bà dưỡng cứ miền phí và ai nó có làm rồi để dưỡng cho ra sắc giá bộ cầm nồng bà dưỡng miền lại này muối nâng lại này muối và chẳng bà dưỡng biệt đối nó không cái đợt nó không elip đài và đối nó không elip đài và về nào lựa x chẳng anh ấy bà sinh là về couple nào chết và này ta anh ấy cứ mong tạt mà này cứ chấm lại bể anh ấy chấm lại e chẳng việc bàn sợi cà và dưỡng đi và cho buộc cầm đồng đầu càng sẽ đám cho buộc cầm đồng đầu càng chuyên thấy có biết ba nào bà ít bạc bol và dưỡng bà nào lựa y cái đấy mà làm biên cộng đồng nó chất nó lựa nó cộng đồng nâng cộng pú nó lựa y cái đấy chẳng dưỡng sẽ sợi cá polea và dưỡng nít sợi cá polea nít sợi cá đi cả bà chẳng nó không bỏ dưỡng nít dưỡng khơi thà bà môi bộ gặp pì chẳng và dưỡng cái smart pì và smart năng pí bà miền này thà bà smart năng pí bà smart năng pí dưỡng bà anh ấy bà hạt và dưỡng bà hạt và dưỡng chẳng dưỡng bà và dưỡng bà smart năng pí chẳng hạt dưỡng smart mùi đấy bộ là anh ấy smart năng con hạt mà mùi đôi ní grab y bẹt bố mùi tư rồi bảo với mùi ai cả tá khang lỡ bầu mà từ vào với mà mùi ai tá nó khang lỡ bầu phần trái mình trắng đầm bay kẹt nè đầm lại mùi pi ngay pot trình pot đó nè mà pro tam thật tá bị mùi đó bà chẳng dân ai về cô grab bà dân bà sợi cà bà dưỡng mà dân ban bà sinh chỉ dùng mờ là y bẹt bol bà dân sắc xa tôi lừa mông mà trên lọc mông và phù hợp anh ấy vì thì họ thà bà cả lại thì họ làm sắp mà rồi mà pay ấy về đỏ rồi pay đỏ lá xin đỏ lá và này theo về ai sâu nàn chắc với ai miền ba asymptote bảo vệ cho nên sẽ còn giữa mình ai cắt bàn ba chẳng dân ai ở đó cái trong ngày pot năng chết bằng pot này sợi cà bảo dưỡng ba chẳng dân ai cúc bà cà bảo dưỡng bà dân cúc đó anh ấy xin bà này ta bà cầm nông nâng cầm pú thành nó là ai cái này mà thật là ai cái này mà nông nâng cầm pú bảo dưỡng cứ thành nó là ai cái này chẳng dân ai vậy xong và ai vậy ai cái này rồi ở trong ngày pot nâng chân pot này cầm pú bảo vệ và ngày pot là nó mông cáo chân pot nó mông cáo và ngày pot nó mông bên này và là dân đã trong ngày với dân kịch chỉ đâm lại đặt khám bà chẳng dân ai về rọt rọt B hay nâng rọt C khơi là y bẹt bol và dưỡng bà y bẹt bol và dưỡng bà chẳng bà y bẹt bol và dưỡng chẳng còn tại sợi cá nó không elip dân ai sưu nông thả xế và mê đi nên tỏ tiết nó không cái này elip dân ai nghe sưu nông thả xế chế mùi chất cá nâng srop ta nâng mùi này gọi là nê vào trường sợi cá cứ đã x đỏ lợi x đỏ lợi giờ cái đấy đỏ y đỏ cá lợi giờ cái b cái đấy mà nâng mùi này cứ srop và anh ấy có pú hay này nó bảo vệ srop x anh ấy srop nâng bà y cái đó bà tiện toàn rồi nâng mấy cái đế rồi có cho anh ấy cái mấy về đế anh ấy mấy về cho thì xem là đại dương bị nứt tầm rong sợi cá và dương bà tầm rong sợi cá này dương
គុណវាប្រលាតមកយើងគុណបាគុណប្រលាតបាគុណប្រលាតបាគុណប្រលាតអញ្ចឹងយើងគុណប្រលាតទៅអាចមានតម្រង់ជា ax ការ៉េបូក by ការ៉េបូក cx បូក d ស្មើនឹងabc បាទមានសញ្ញាផ្ទុយបាទអញ្ចឹង abc ហ្នឹងវាអាចមានបូកដកអញ្ចឹងដែរសមីការនៃ e ពាក់ប៉ូលប៉ុន្តែករណីពិសេសខ្លះអាចតាំងជាបន្ទាត់កាត់គ្នាឧទាហរណ៍ដូចជាបាទរបស់យើងនេះបាទឧទាហរណ៍ដូចជាបាទបញ្ជាក់អត្តសញ្ញាណនៃសមីការគេឲ្យ 16x ការ៉េដក 9y ការ៉េដក 64x ដក 18បូកឲ្យនេះតម្លៃបាទផ្សេងនេះអញ្ចឹងយើងគេឲ្យតម្លៃផ្សេងនេះអញ្ចឹងយើងសរសេរពេញតួរបស់វាដើម្បីឲ្យចូលទម្រង់របស់យើងអញ្ចឹងយើងសេឥឡូវយើងសេមកយើងបានតែប៉ុណ្ណេះបាទអញ្ចឹងយើងអាចពិភាក្សានៅលើតួនេះដើម្បីឲ្យទម្រង់នេះបាទយើងចែកអញ្ចឹងករណីទី1បើសិនណាវាអានេះវិជ្ជមានបាទវិជ្ជមានគេទីហោដូចជាស្មើដក84ដូច្នេះយើងបាននេះ100នេះយើងចែកទៅយើងបានសមីការនេះមួយបាទនេះគេឧបមាទេអញ្ចឹងកំពូលរបស់វាគឺបាទផ្ចិតរបស់វាគឺបាទផ្ចិតរបស់វានៅត្រង់2ហើយនឹងដក1 2ដក1ហើយអរបស់វាដេកអានេះដេកបាទករណីទី2បើសិនដកទៅអវិជ្ជមានបាទដកប៉ុណ្ណេះបាទដកប៉ុណ្ណេះយើងដូរសញ្ញាដាក់ទៅដូរសញ្ញានេះវាទៅជា y លើ16ដក x ការ៉េលើ9ស្មើ1អញ្ចឹងអានេះ a ម្ដងអានេះគឺ b បាទចឹងនេះនៅលើបាទកំពូលរបស់វាគឺផ្ចិតរបស់វា2ហើយដក1ប៉ុន្តែនៅលើទឹកឈរបាទហើយបើករណីដែលវាស្មើប៉ុណ្ណេះវិញវាคล้ายទៅជាបាទនេះស្មើនឹង0អញ្ចឹងអានេះទៅជាអស៊ីមតូតវិញបាទអញ្ចឹងបើស្មើប៉ុណ្ណេះយើងបានជាបន្ទាត់2បាទបន្ទាត់2ដែលជាអស៊ីមតូតនៅក្នុងករណីទាំងពីរខាងលើបាទហើយពីរខាងលើបាទហើយចំពោះបាទប៉ូឡេរបស់យើងបាទចំពោះប៉ូឡេរបស់យើងបាទមួយទៀតចុះបាទ s ស្មើនឹង12លើ2ស៊ីនបាទអញ្ចឹងយើងអាចទាញសមីការសម្រួលនឹង2មកយើងបានប៉ុណ្ណេះអញ្ចឹងយើងបាន2នេះបាទ2នេះគឺធំជាងបាទធំជាងមួយអញ្ចឹងបាទនេះថាស្មើ2អញ្ចឹងរបស់វាជាអេលីបជាអ៊ីពាក់បូលហើយខាងលើនេះគឺគុណហាស់អញ្ចឹងស្មើនឹងបាទ6អញ្ចឹងនាំហាស់មក3អញ្ចឹងនោះទិសបាទសមីការគឺ y ស្មើនឹង3អញ្ចឹងទិសរបស់វាកន្លែង3ហ្នឹងគឺបាទកន្លែងកពូលមែនទេទិសបាទកពូលរបស់វាអញ្ចឹងកពូលនៅតេតាស្មើនឹងបាទកពូលរបស់វានៅតេតាស្មើនឹង91ហើយនឹង2.7បាទមែន2.7នេះ3ផាយលើ2 3ផាយលើ2 2.7បាទដូចនេះកំពូលនៅត្រង់2ផាយលើ2នឹងបាទនៅត្រង់ដក6ផាយលើ3ហើយនឹង6ផាយលើ2អញ្ចឹងកាលណា a កាត់ទៅរណន់បាទ a បើ a យើងកាត់ទៅរណន់យើងបានបូក1អានេះរុញមកនេះមកអញ្ចឹងអានេះកាត់ទៅរ0មកចូលកាត់ទៅរ0អញ្ចឹងយើងបានសមីការរបស់យើងនេះបាទរបស់យើងគូសមិញទិសរបស់វាស្មើនឹងលើ y ទិស4មែនទេបាទ6បាទទិសរបស់វាបាទទិសរបស់វា y មិញយើងឃើញមក3បាទនេះយើងគូសទិសរបស់វា3ត្រង់នេះមកបាទបើសិននេះ3អានេះទិសរបស់យើងបាទនេះទិសរបស់យើងបាទទិសរបស់យើងដែលតិច3នេះបាទនេះរបស់យើងនេះទិសរបស់វា3បាទចឹងយើងបានរបស់យើងនេះយើងគូសបាទស្គាល់ស៊ីមតូតរបស់វាហើយបាទអញ្ចឹងយើងអាចគូសដនៃរបស់យើងបាទអញ្ចឹងនៅក្នុងប៉ូឡេគឺ a ហើយនឹងតាតាក្នុងប៉ូឡេ a ហើយតាតាអញ្ចឹង a យើងស្មើនឹង6តាតាយើង90ហើយដល់ពេលកពូលហើយនេះ a តាតាដែរបាទ a តាតា
ចឹងនៅត្រង់នេះគឺ a យើងគឺស្មើ2តែតាយើងគឺស្មើនឹង2លើ2បាទនេះការបកស្រាយរបស់យើងហើយយើងមានការអនុវត្តនៅក្នុងរូបវិទ្យាបន្តទៅទៀតរងចាំវីដេអូបន្តបាទ